ម៉ែជាពាក្យដែលមានអត្ថន័យខ្លឹមសារសំខាន់ខ្លាំងណាស់ចំពោះកូនជាពាក្យដែលពីរោះរំដំលេឡំផ្សំទៅដោយភាពផ្អែមល្ហែមដែលសើមជ្រួតជ្រាបដក់ជាប់ក្នុងដួងចិត្តរបស់កូនពេលណាដែលកូននឹកឃើញដល់ម៉ែសេចក្តីទុក្ខសោកខ្វាយខ្វល់កង្វល់ទាំងឡាយក៏រសាយអស់ពីក្នុងចិត្តរបស់កូនព្រោះម៉ែជាអ្នកមានគុណដ៏ធំក្រៃលែងចំពោះកូនម៉ែជាអ្នកផ្ដល់កំណត់ឲ្យកូនម៉ែជាអ្នកឲ្យនូវជីវិតដល់កូនឲ្យនូវក្តីស្រឡាញ់គ្រប់យ៉ាងដល់កូនកូនរស់រៀនមកដល់ថ្ងៃនេះក៏ដោយសារមានម៉ែលំបាកក្នុងការចិញ្ចឹមកូនតាំងពីតូចរហូតដល់កូនធំពេលខ្លះម៉ែសឹងតែគ្មានអ្វីឲ្យកូនបរិភោគព្រោះម៉ែក្រគ្មានទ្រព្យសម្បត្តិដើម្បីចិញ្ចឹមកូនឲ្យបានសុខស្រួលតែម៉ែនៅតែខំប្រឹងប្រែងដោយភាពអំណត់អត់ធ្មត់យ៉ាងក្រៃលែងក្នុងការស្វែងរកអាហារមកចិញ្ចឹមកូនម៉ែហត់នឿយលំបាកខ្លាំងណាស់ទម្រាំតែចិញ្ចឹមកូនបានរស់ដល់ឥឡូវជីវិតរបស់ម៉ែសឹងតែរលត់ផុតពីភពផែនដីលែងបានឃើញពន្លឺថ្ងៃលែងបានឃើញមុខកូនដែលជាដួងចរដីនៃដួងចិត្តម៉ែក៏អាចថាបានដោយសារម៉ែមានចិត្តល្អចំពោះកូនហ៊ានបូជាជីវិតឥតស្ដាយស្រណោះចំពោះកូននិងហ៊ានធ្វើអ្វីៗដើម្បីកូនគ្រប់យ៉ាងដូច្នេះហើយទើបម៉ែមានឈ្មោះថាជាព្រះរស់របស់កូនជាព្រះនៅក្នុងផ្ទះដែលចាំជួយថែរក្សាកូនគ្រប់ពេលវេលាពេលកូនជួបឧបសគ្គនានាកូនតែងបន់ព្រះសំពះទេវតាដទៃឲ្យមកជួយកូនតែកូនបែរជាភ្លេចព្រះដែលកូនរស់នៅជាមួយរាល់ថ្ងៃទៅវិញកូនមិនបានដឹងថាព្រះដែលចាំជួយថែរក្សាកូនរហូតគឺមានតែព្រះនៅក្នុងផ្ទះប៉ុណ្ណោះព្រះនៅក្នុងផ្ទះជួយកូនដែលមិនចាំបាច់កូនបន់ស្រន់សែនព្រេនសំពះថ្វាយបង្គំឡើយឲ្យតែម៉ែដឹងថាកូនមានសេចក្តីទុក្ខលំបាកនៅក្នុងជីវិតម៉ែតែងគិតពីកូនរហូតម៉ែពិបាកចិត្តចឹងកូនទៅទៀតព្រោះម៉ែប្រឹងប្រែងរកមធ្យោបាយជួយកូនឲ្យផុតពីសេចក្តីទុក្ខលំបាកនេះហើយគឺជាសន្តាននៃចិត្តព្រះនៅក្នុងផ្ទះរបស់យើងគ្រប់ពេលវេលាម៉ែតែងយកចិត្តទុកដាក់ថ្នាក់ថ្នមកូនទោះបីក្នុងកលៈទេសៈណាក៏ដោយឲ្យតែម៉ែអាចចិញ្ចឹមកូនរស់គឺម៉ែមិនខ្វល់ឡើយមិនថាក្តៅមិនថារងាម៉ែពុះពៀគ្រប់ឧបសគ្គដើម្បីបានប្រាក់យកមកចិញ្ចឹមកូនជីវិតរបស់ម៉ែផ្សារភ្ជាប់ទៅដោយជីវិតរបស់កូនពេលកូនឈឺម៉ែក៏ឈឺជាមួយនឹងកូនពេលកូនយំម៉ែក៏យំជាមួយនឹងកូនហើយពេលដែលកូនសប្បាយរីករាយម៉ែក៏សប្បាយរីករាយជាមួយនឹងកូនដែរម៉ែរួមសុខរួមទុក្ខជាមួយនឹងកូនគ្រប់ពេលវេលាទោះបីជាវេលាថ្ងៃឬក៏វេលាយប់ម៉ែបារម្ភសុខទុក្ខកូនជានិច្ចកាលម៉ែមិនទាន់មានកូនម៉ែតែងបារម្ភពីជីវិតម៉ែខ្លាចលំបាកខ្លាចនឿយហត់ហើយពេលដែលម៉ែមានកូនជីវិតរបស់ម៉ែលែងខ្លាចលំបាកនឿយហត់អ្វីទាំងអស់ម៉ែភ្លេចគិតពីជីវិតខ្លួនឯងព្រោះម៉ែរវល់គិតតែពីជីវិតកូនជីវិតរបស់កូនគឺពិតជាសំខាន់ជាងអ្វីៗទាំងអស់ទោះកូនអាក្រក់ល្អសខ្មៅត្រូវខុសក៏កូននៅតែជាកូនរបស់ម៉ែនៅតែស្រឡាញ់កូនមិនប្រែប្រួលឡើយទោះម៉ែស្ថិតនៅក្នុងជីវភាពដ៏សែនលំបាកយ៉ាក់យ៉ាប់ក្រខ្សត់អត់ឃ្លានដុនដាបខ្លាំងកម្រិតណាក៏ដោយក៏ម៉ែមិនបោះបង់កូនចោលឡើយកូនចោលឡើយម៉ែប្រឹងប្រែងចិញ្ចឹមកូនដោយញើសឈាមរបស់ម៉ែរហូតដល់កូនមានជីវិតដល់ថ្ងៃនេះតើកូនដឹងទេថាជីវិតរបស់ម៉ែដែលមានមកដល់ថ្ងៃនេះវាបង្កប់ទៅដោយភាពល្វីងជូរចត់នៅក្នុងជីវិតរបស់ម៉ែយ៉ាងណាខ្លះយើងសាកស្រមៃមើលទៅថាការដែលយើងស្ថិតនៅក្នុងផ្ទៃពោះរបស់ម៉ែក្នុងគ្រានេះតើយើងធ្វើឲ្យម៉ែរងទុក្ខពិបាកដោយសារយើងយ៉ាងណាខ្លះហើយការដែលយើងប្រសពចេញចាក់ផ្ទៃរបស់ម៉ែតើម៉ែឈឺខ្លាំងប៉ុណ្ណាម៉ែរងទុក្ខវេទនាខ្លោចផ្សាប៉ុណ្ណាទម្រាំតែម៉ែចម្លងកូនផុតពីសមុទ្រគ្រោះថ្នាក់ជីវិតរបស់ម៉ែសឹងតែខ្លាចជាចំណីរបស់ម៉ាច់ជរាជទៅហើយនេះគឺជារឿងពិតដែលកូនប្រុសស្រីទាំងឡាយមិនអាចបដិសេធបានពីព្រោះអ្នកណាដែលថាមិនធ្លាប់មានម៉ែអ្នកណាដែលថាមិនកាត់ចេញពីផ្ទៃពោះរបស់ម៉ែគឺមិនមានឡើយដូច្នេះហើយរឿងអ្វីដែលយើងត្រូវបំភ្លេចម៉ែ
រឿងអ្វីដែលយើងត្រូវធ្វើបាបចិត្តម៉ែធ្វើឲ្យម៉ែលំបាកចិត្តដោយសារយើងព្រោះអ្វីដែលយើងមានរាល់ថ្ងៃនេះគឺដូរដោយញើសឈាមនឹងជីវិតរបស់ម៉ែមុននឹងម៉ែមានកូនតើកូនដឹងទេថាម៉ែធ្វើអ្វីខ្លះមុនពេលដែលកូនកើតមកម៉ែតែងធ្វើនៅហេតុការណ៍ដែលគួរឲ្យកត់សម្គាល់ច្រើនយ៉ាងណាស់ម៉ែការប្រាថ្នាចង់បានផលគឺកូនរមែងនមស្ការទេវតាដើម្បីសុំកូនម៉ែសួរនៅនក្ខត្តរឹកទាំងឡាយផងសួរនៅរដូវនិងឆ្នាំទាំងឡាយផងថាតើកូនកើតក្នុងរឹកណាក្នុងរដូវណាក្នុងឆ្នាំណាទើបបានអាយុពេកម៉ែរងទុកដោយសារមានរដូវកាលម៉ែមានរដូវហើយក៏រមែងមានការតាំងគួរឡើយហើយម៉ែក៏មានការចាញ់គួរហូបមិនបានសម្រានមិនលក់ក្នុងខ្លួនម៉ែក្តៅណាស់ដូចជាភ្លើងឆេះទាំងរស់ព្រោះម៉ែចាញ់គួរម៉ែមានការស្រឡាញ់កូនថ្នាក់ថ្នមកូនដែលកើតក្នុងពោះរបស់ម៉ែព្រោះហេតុនោះឯងទើបម៉ែមានឈ្មោះថាសុហទេស្ត្រីមានចិត្តល្អម៉ែរក្សាគួរអស់1ឆ្នាំឬជិត1ឆ្នាំហើយទើបបានឆ្លងទន្លេសម្រាលកូនព្រោះហេតុនោះទើបម៉ែមានឈ្មោះថាជាអ្នកយន្ត័យឬចនិតតីស្ត្រីជាអ្នកឲ្យកូនបានកើតមកម៉ែជាអ្នកដែលលំបាកនឿយហត់ដោយសារកូនច្រើនជាងអ្នកណាទាំងអស់ម៉ែលំបាកក្នុងការពោផ្ទៃកូនអស់ជាច្រើនខែម៉ែលំបាកក្នុងពេលដែលកូនកើតចាក់ផ្ទៃរបស់ម៉ែលំបាកក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនម៉ែលំបាកតាំងពីកូនតូចរហូតដល់កូនធំទម្រាំតែម៉ែចិញ្ចឹមកូនបានរស់ម៉ែត្រូវរងគ្រោះនឹងការលំបាកច្រើនយ៉ាងណាស់ម៉ែជាអ្នកដែលកូនត្រូវការប្រាថ្នាចង់នៅជាមួយជារៀងរហូតពេលវេលាដែលកូនរស់នៅជាមួយម៉ែហាក់បីដូចជាខ្លីណាស់ព្រោះពេលវេលាដែលកូនធ្វើបាបធ្វើឲ្យម៉ែប្រែចិត្តគឺតិចតួចបំផុតតែពេលវេលាដែលកូនធ្វើឲ្យម៉ែពិបាកចិត្តច្រើនហួសនឹងថ្លែងច្រើនលើកច្រើនគ្រាហើយដែលកូនធ្វើឲ្យម៉ែយំកូនធ្វើឲ្យម៉ែលំបាកទាំងផ្លូវកាយលំបាកទាំងផ្លូវចិត្តកូនធ្វើឲ្យម៉ែគិតពីកូនព្រួយបារម្ភពីកូនដួងចិត្តរបស់ម៉ែត្រូវខ្ទេចខ្ទាំស្ទើរទ្រាំមិនបានក៏ដោយសារតែកូនទឹកភ្នែករបស់ម៉ែហូរស្ទើរខ្សោះអស់ពីខ្លួនក៏ដោយសារតែកូនតើកូនដឹងទេថាការឈឺចាប់របស់ម៉ែវាមានទំហំធំធេងប៉ុណ្ណាគឺវាខ្លោចផ្សាណាស់នៅពេលដែលកូនធ្វើបាបចិត្តម៉ែកូនណាម៉ែសូមអង្វរណាឈប់ធ្វើបាបចិត្តម៉ែទៀតទៅកូនមិនអាណិតម៉ែខ្លះទេឬក្នុងកែវភ្នែករបស់កូនមានដែលមើលឃើញពីសេចក្តីទុក្ខលំបាករបស់ម៉ែដែរទេកូនមានអារម្មណ៍យ៉ាងណាពេលដែលកូនឃើញទឹកភ្នែករបស់ម៉ែស្រស់ហោយំសោកដោយសារកូនប៉ុណ្ណឹងបានហើយកូនណាឈប់ទៅណាឈប់ឲ្យម៉ែលំបាកដោយសារកូនទៀតទៅឈប់សេពគ្រឿងញៀនឈប់ជក់អាភៀនឈប់ញៀនយ៉ាម៉ាឈប់ផឹកសូរ៉ាឈប់តវ៉ាជាមួយនឹងម៉ែឯងឈប់ឲ្យម៉ែសោកសៅទៀតទៅណាកូនការឈឺចាប់របស់ម៉ែប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយឈប់បន្ថែមការឈឺចាប់ឲ្យម៉ែកាន់តែខ្លាំងជាងនេះទៅទៀតទៅកូនទាំងឡាយតើអ្នកមិនដឹងទេថាអ្នកម្ដាយរបស់យើងលះបង់អ្វីខ្លះដើម្បីយើងអ្នកសាករកនឹកទៅមើលថាទម្រាំតែយើងមានថ្ងៃនេះយើងធ្វើឲ្យអ្នកម្ដាយរបស់យើងលំបាកយ៉ាងណាខ្លះទាំងជីវិតទាំងការងារទាំងកម្លាំងញើសឈាមម៉ែបូជាទាំងអស់ចំពោះយើងហើយជាពិសេសតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នកាលនេះអ្នកមានដឹងទេថាកាយវិការការប្រព្រឹត្តរបស់ម៉ែមកលើយើងមានអ្វីខ្លះកាលអ្នកនៅពីតូចមិនថាអ្នកទៅណាមកណាស្ត្រីម្នាក់នេះមិនឲ្យអ្នកនៅហត់ដែរស្ត្រីម្នាក់នេះតែងអប់ប្រកង3អ្នកចំណិចមិនថាអ្នកធំហើយក៏ដោយក៏ស្ត្រីម្នាក់នេះនៅតែអប់ត្រសពអ្នកចំណិចដែរឲ្យតែមានឱកាសមិនថាអ្នកកាត់ទុកមិនសុខចិត្តឬមានវិបត្តិបញ្ហាអ្វីមួយនៅក្នុងជីវិតរបស់អ្នកក៏ដោយស្ត្រីម្នាក់នេះនៅតែអាចជួយអ្នកបានគ្រប់ពេលមិនថាអ្នកនៅតូចឬធំមានក្រុមគ្រួសារហើយមានសេចក្តីសុខសប្បាយឬមានការខ្វាយខ្វល់ក្នុងរឿងអ្វីមួយក៏ដោយស្ត្រីម្នាក់នេះនៅតែគិតពីអ្នកចំណិចមិនថាអ្នករឹងមាំអាចឈរខ្លួនឯងបានហើយក៏ដោយក៏ស្ត្រីម្នាក់នេះនៅតែជួយទ្រជួយគ្រាអ្នកចំណិចមិនឲ្យដួលដែរចុះអ្នកវិញមាននឹកឃើញនៅស្ត្រីម្នាក់នេះដែរទេមានដែលជួយសម្រាលទុកស្ត្រីម្នាក់នេះដែរទេ
មានដឹងថាស្ត្រីម្នាក់នេះរងទុក្ខលំបាកដោយសារអ្នកខ្លាំងប៉ុណ្ណាទេប្រហែលជាអ្នកមើលមិនឃើញស្ត្រីម្នាក់នេះទេមើលទៅឬក៏មិនដឹងថាស្ត្រីម្នាក់នេះជាអ្នកណាហើយនៅទីណាស្ត្រីម្នាក់នេះមិននៅទីណាឆ្ងាយពីអ្នកឡើយគឺនៅក្បែរខ្លួនអ្នកនេះហើយស្ត្រីម្នាក់នេះមិនគឺអ្នកណាផ្សេងឡើយក្រៅអំពីម៉ែព្រោះរាល់ពេលដែលកូនមានទុក្ខលំបាកមានតែម៉ែទេដែលជួយលំលំកូនជួយសម្រាលទុក្ខកូនជួយផ្ដល់សេចក្តីសង្ឃឹមនិងផ្ដល់ភាពកក់ក្ដៅដល់កូនអ្នកម៉ែរងទុក្ខច្រើនណាស់ដោយសារកូនក្នុងផ្នត់គំនិតរបស់ម៉ែគឺតែងតែគិតពីកូនព្រួយបារម្ភពីកូនគ្រប់ពេលវេលាទាំងអស់តែក្នុងផ្នត់គំនិតរបស់កូនមិនសូវគិតពីម៉ែឡើយកូនគិតអ្នកដទៃសំខាន់ជាងម៉ែទាំងដែលដឹងថាអ្នកដែលនៅក្បែរមើលថែរក្សាកូនជានិច្ចគឺមានតែម៉ែក៏ដោយក៏កូនមួយចំនួនខ្លះនៅតែចាត់ទុកមិត្តភក្តិនិងសង្សារថាសំខាន់ជាងម៉ែដែរទោះជាម៉ែលះបង់អ្វីៗគ្រប់បែបយ៉ាងចំពោះកូនក៏កូននៅតែមិនខ្វល់ពីម៉ែមិនចាប់អារម្មណ៍នឹងអំពើល្អរបស់ម៉ែឡើយជីវិតរបស់ម៉ែគ្មានទេសេចក្តីសុខព្រោះសេចក្តីសុខរបស់ម៉ែគឺជាសេចក្តីសុខរបស់កូនបានន័យថាបើកូនមានសេចក្តីសុខម៉ែក៏មានសេចក្តីសុខបើកូនមានទុក្ខម៉ែក៏ទុក្ខជាមួយនឹងកូនដូចគ្នាម៉ែពាក្យនេះពីរោះណាស់ក្នុងបេះដូងកូននៅមានចនិចនៅបបោមាត់កូនព្រោះអ្នកជាអ្នកផ្ដល់កំណត់ឲ្យកូនម៉ែផ្ដល់ឈាមគឺទឹកដោះដ៏មានព្រះគុណដែលមិនអាចកាត់ថ្លៃបានឲ្យកូនបានដឺតជញ្ជក់សឹងតែខ្សោះអស់ពីទ្រូងម៉ែហើយម៉ែខំតស៊ូយកបាត់ដៃថ្នាក់ថ្នមការពារថែរក្សាកូនដោយមិនគិតពីការនឿយហត់ខ្លួនឯងឡើយម៉ែព្យាយាមតស៊ូរកប្រាក់ឲ្យកូនបានសិក្សាទោះភ្លៀងផ្គរក្តៅរងាយ៉ាងណាម៉ែនៅតែមិនធ្ងន់ឲ្យកូនលឺម៉ែទ្រាំអត់ទ្រាំឃ្លានមានជំងឺក៏ព្រោះតែកូននេះគឺជាពលិកម្មដ៏ធំធេងរបស់ម៉ែចំពោះកូនម៉ែជាព្រះព្រហ្មធំអស្ចារ្យម៉ែជាទេវតារក្សាកូនម៉ែថ្នាក់ថ្នមស្នេហ៍ក្បែរបត់ស្ងួនម៉ែប្រឹងថាធួននួនពិសីម៉ែតែងតស៊ូបដូរជីវិតម៉ែមានដួងចិត្តពិតភក្តីម៉ែស្រឡាញ់កូនលើសអ្វីម៉ែសែនល្អក្រៃថ្លៃចេញពេជ្រម៉ែហ៊ានពីលីអ្វីទាំងអស់ម៉ែពិតចិត្តស្មោះមិនកែកិច្ចម៉ែគិតពីកូនមិនដែលភ្លេចម៉ែល្អជានិច្ចចំពោះកូនម៉ែគឺជាព្រះល្អពេកក្រៃម៉ែតែងថ្នមបីថ្លៃមាសស្ងួនម៉ែជាព្រះរស់របស់កូនម៉ែដូចជាក្បូនជួយកូនថ្លៃម៉ែតែងការពាររងាក្តៅម៉ែទុកសោកសៅតែមិនធ្វេសម៉ែអាចទ្រាំបានប្រាណរិញរៃម៉ែនៅភក្តីថ្លៃក្រានក្រៅម៉ែផ្ដល់ទឹកដោះឲ្យកូនបានម៉ែតែងណិតនៅចិត្តតេកាម៉ែគិតពីកូនមានពេលស្ដាយម៉ែមិនខ្វល់ឡើយជីវិតម៉ែតើអ្នកដែលនិយាយថាខ្ញុំស្រឡាញ់ពុកម៉ែទៅកាន់គាត់ដែរទេអ្នកដែលធ្លាប់បានថ្វាយបង្គំពុកម៉ែដែរទេបើមិនទាន់ទេចូលអ្នកប្រញាប់ប្រញាល់ធ្វើឲ្យហើយទៅកុំឲ្យមានពាក្យថាពុកម៉ែកូនស្ដាយក្រោយណាស់ដែលមិនបាននិយាយពាក្យថាស្រឡាញ់ទៅកាន់ពុកម៉ែពុកម៉ែកូនស្ដាយក្រោយណាស់ដែលកូនមិនបានថ្វាយបង្គំពុកម៉ែពុកម៉ែកូនស្ដាយកំហុសណាស់ដែលកូនធ្វើខុសចំពោះពុកម៉ែពុកម៉ែកូនស្ដាយក្រោយណាស់ដែលកូនមិនដឹងថាពុកម៉ែគឺជាអ្នកមានគុណដ៏ធំធេងរបស់កូនពុកម៉ែកូនស្ដាយក្រោយណាស់ដែលកូនមិនទាន់បានសងគុណពុកម៉ែតើពាក្យទាំងអស់នេះវាបានប្រយោជន៍អ្វីទៅសម្រាប់ពុកនិងម៉ែចូលកូនទាំងឡាយពិចារណាផងណាកូនយើងដឹងហើយថាធម្មតារបស់មានតម្លៃឬមានសារៈសំខាន់លុះណាតែរបស់នោះត្រូវបាត់បង់ទៅឬសាបសូន្យទៅចោលយើងតែវាពិតជាគ្មានតម្លៃតោះឡើយនៅពេលដែលរបស់នោះនៅជាមួយយើងរាល់ថ្ងៃឥឡ
នេះម៉ែមានតែចាស់ទៅនឹងរស់នៅមិនបានយូរឡើយម្ដាយត្រូវឃ្លាតទៅចោលកូនហើយកូនអើយម្ដាយសែនស្ដាយណាស់ណាតាមពិតម្ដាយពុំដែលចង់ឃ្លាតចង់រស់នៅបៀតឆោមឆាយាចង់ឃើញស្នាមញញឹមកូនពុំងាវងភ័ក្រស្រស់ថ្លាដល់ព្រឹមប្រៃតែអនិច្ចាស្ដេចមកជរាជពុំដែលយកយល់សត្វលោកីកើតហើយត្រូវស្លាប់តាមប្រក្តីចាស់ក្តីក្មេងក្តីគ្រប់អាត្មាអស់អោលោកអើយគួរអាណិតអាសូរដល់ចិត្តជន់ជរាពេលចិត្តមកជរាជដាច់សង្ខារចិន្តានៅគិតហៅរកកូនខ្លួនកាន់តែចាស់កម្លាំងខ្សោយថមថយគំនិតងងឹតសូនភ្លេចភ្លាំងមកក្រោយនៅដោយខ្លួនញ័រញាក់វាលូនននាលកាយពេលខ្លះខ្លួនឃ្លានមិនហ៊ានស្ដីស៊ូអត់មិនឆៃហាក់សបាយក្រពះរុលរើស្ទើបាយធ្លាយពោះក្តៅក្រហាយព្រោះអត់អាហារកូនខ្លះមិនរវល់ខ្វល់នឹកគិតដល់ជន់ជីវិតនៃមេដាធ្វើរឹកហាក់ហីមិនវាចាទុកឲ្យមេដាឯកាប្រាណបើមិនស្រឡាញ់ក៏មិនថាអាណិតមេត្តាតែប្រោះប្រានឲ្យហូបឲ្យដេកឲ្យផឹកបានគ្រាន់នឹងបានខ្សានផុតទុក្ខភ័យពេលកូនចម្រើនវ័យវឌ្ឍនាឲ្យនឹកឃើញគ្រាកាលតូចខ្ចីនរណាចិញ្ចឹមកូនមាសថ្លៃថែទាំបំបីគ្រប់វេលាពេលកើតជំងឺឈឺដុំកាត់កើតក្តីវិបត្តិទោមនសានរណាធ្វើពេទ្យចាំរក្សាការពាររូបកូនរាល់យប់ថ្ងៃសង្ឃឹមផលមួយនឹងកើតមានគឺកូនកល្យានបុត្រថ្លើមថ្លៃធំឡើងជាមនុស្សល្អប្រពៃនេះហើយជាក្តីបំណងម៉ែរុក្ខជាតិជ្រុងច្រាងដោះមាត់ច្រាំងមិនអាចថិតតាំងនៅយូរបានគង់ត្រូវរលំជាមិនខានចាក់ចោលទីឋានធ្លាប់រស់នៅអោព្រះហើយពិតជាគួរឲ្យអសូរអ្នកម៉ែខ្លាំងណាស់ឥឡូវនេះកូនទាំងឡាយនិយាយចំពោះកូនដែលនៅមានម៉ែសូមធ្វើខ្លួនឲ្យជាកូនល្អរបស់ម៉ែធ្វើយ៉ាងណាឲ្យម៉ែបានសុខស្រួលចិត្តបានសប្បាយចិត្តទុកថាជាការតបគុណលោកដែលបានចិញ្ចឹមយើងមកឲ្យម៉ែបានដឹងបានឃើញការប្រព្រឹត្តល្អរបស់យើងល្អជាងពេលដែលម៉ែស្លាប់ទៅហើយមើលមិនឃើញស្ដាប់មិនឮមិនដឹងអ្វីទាំងអស់សូមឲ្យយើងស្រឡាញ់ម៉ែនៅគណៈពេលដែលគាត់កំពុងមានជីវិតរស់នៅអាចទទួលក្តីស្រឡាញ់របស់យើងបានពិសេសទុកឱកាសឲ្យគាត់បានធ្វើបុណ្យធ្វើទានទុកក្រំជាស្ពានចម្លងជីវិតរបស់គាត់ទៅកាន់បរលោកនាយក្នុងគណៈពេលដែលយើងចូលខ្លួនមកជាអ្នកឧបត្ថម្ភគាត់វិញម្ដងកូនទាំងឡាយគួរតែប្រញាប់ប្រណិប័តចំពោះម៉ែឲ្យបានគ្រប់គ្នាពិសេសនោះគឺការចិញ្ចឹមបីបាច់ថែរក្សាគាត់តន់ពេលដែលគាត់ទុកឱកាសឲ្យយើងធ្វើបើយើងមិនប្រញាប់ធ្វើនៅពេលនេះទេយើងអាចគ្មានឱកាសធ្វើទៀតឡើយអាចនិយាយបានថាអស់មួយជីវិតថ្ងៃខ្លះយើងធ្លាប់និយាយពាក្យថាស្រឡាញ់ជាមួយមនុស្សដែលយើងស្រឡាញ់អាទិត្យខ្លះយើងធ្លាប់ទិញរបស់ជូនមនុស្សដែលយើងពេញចិត្តខែខ្លះយើងទិញរបស់ប្រើប្រាស់សពប្រការតាមតែយើងត្រូវការឆ្នាំខ្លះយើងធ្វើដំណើរកម្សាន្តគ្រប់ទិសទីតាមតំបន់ទេសចរផ្សេងតែពេលនេះខណៈនេះវាមិនមែនជារឿងហួសហេតុពេកទេបើគ្រាន់តែយើងបែរមកធ្វើអ្វីមួយយ៉ាងសម្រាប់ម៉ែសូមឲ្យយើងនឹករលឹកដល់ការលះបង់មួយចំនួនដែលម៉ែធ្លាប់ធ្វើចំពោះយើងនោះគឺនឹកដល់ទឹកដោះដែលម៉ែធ្លាប់បំបៅនឹកដល់ទីដេកដែលម៉ែធ្លាប់ក្រាលនឹកដល់ទីអាស្រ័យដែលម៉ែធ្លាប់រៀបចំទុកដាក់នឹកឃើញដល់ចម្រៀងដែលម៉ែធ្លាប់ច្រៀងបំពេនឹកឃើញដល់សាលារៀនដែលម៉ែបញ្ជូនឲ្យទៅក្រេបយកចំណេះវិជ្ជានិងប្រាជ្ញាស្មារតី
ហើយដែលសំខាន់បំផុតនោះគឺនឹកដល់ជីវិតដែលម៉ែឲ្យមកដោយទឹកចិត្តមេត្តាដ៏ថ្លាស្អាតបរិសុទ្ធបំផុតប្រសិនបើយើងធ្លាប់ធ្វើខុសចំពោះម៉ែត្រូវប្រញាប់កែប្រែខ្លួនឡើងហើយទៅក្រាបសុំខមាទោសចំពោះម៉ែព្រមទាំងតាំងចិត្តប្រតិបត្តិតាមពាក្យព្រានប្រដៅរបស់ម៉ែយើងរមែងបានឈ្មោះថាជាកូនល្អរបស់ម៉ែជាពិសេសឈ្មោះថាជាអ្នកទ្រទ្រង់នៅកតញ្ញូតាធម៌ជាគុណធម៌អាចជួយរក្សាការពារប្រយ័ត្នរាយផងទាំងពួងពិសេសអាចជួយហាមឃាត់ចិត្តមិនឲ្យស្ថិតនៅក្នុងភាវៈអាក្រក់ប្រយោជន៍ដើម្បីជួយរក្សាខ្លួននិងចិត្តរបស់ម៉ែឲ្យមានតែភាពសុខដុមរមនាតទៅទៅគុណម៉ែគុណពុកធ្ងន់លឹងអ្វីអ្វីបង្កើតថ្នាក់ធ្នមប្រណីតស៊ូចិញ្ចឹមបុត្រភ្លីទោះក្តៅជុំភ្លីសង្វាតមិនត្អូញរុញរីកូនតូចរហូតរៀបការក៏នៅរក្សាបារម្ភចំណែកគុណគ្រូជាគុណទី2លះបងខិតខំសំភីបង្រៀនវិជ្ជាអប់រំសិស្សរៀនពូកែគេថាមកពីពូជពងបើសិនជាសិស្សវិញល្ងងគេថាគ្រូនោះមិនកើតអោព្រះអើយព្រះរស់ជាឈ្មោះពុកម៉ែមិត្តអើយត្រូវសងគុណថែធ្វើបុណ្យឲ្យទួនពេលខ្នាតត្រូវត្រង់ត្រាប់ស្ដាប់គ្រូបាត់ជាយទៅមានកំណើតអនាគតខ្ពស់ត្រដែតដូចខែអង្អើត្រចង់នេះជាចម្រៀងច្រៀងរៀបរាប់ប្រាំសូមមិត្តគ្រប់ប្រានប្រញាប់សំឡឹងចិត្តបាបសាងគុណសំឡឹងឲ្យឆ្ងាយសំដីចិត្តកាយទុនភ្លុនកុំល្មឹងលឹងលួងហួងគុណគុណម្ដាយគុណពុកគុណគ្រូគុណម៉ែគុណពុកនិងគុណគ្រូគុណជាគំរូដល់បុត្រភ្ងាគុណម៉ែគុណពុកចិញ្ចឹមរក្សាគុណគ្រូបាធ្យាយផ្ដល់ចំណេះចូលយើងដឹងគុណលោកទាំង3ដឹងហើយកុំបីប្រមាថធ្វេសកុំឌឺទៅតឹងរឹងចេះឆាប់ភ្លាមរហ័សតបគុណលោកចំក្រោយនេះសូមអានុភាពនៃព្រហ្មវិហារធម៌ដែលស្ថិតនៅក្នុងក្រអៅបេះដូងរបស់ម៉ែគ្រប់ដួងទាំងម៉ែដែលកំពុងមានជីវិតរស់នៅក្តីនិងម៉ែដែលមរណៈទៅហើយក្តីព្រមទាំងអានុភាពនៃកតញ្ញូតាធម៌របស់កូនគ្រប់រូបបណ្ដាលឲ្យមាននូវសន្តិភាពពលគឺសេចក្តីស្ងប់កាយស្ងប់វិចារស្ងប់ចិត្តក្នុងទីគ្រប់ឋានគ្រប់កលៈទេសៈដល់ប្រជាពលលោកគ្រប់គ្នាកូនរត់រកម៉ែសពទីកន្លែងស្ទើរតែវង្វេងបាត់អង្គស្មារតីម៉ែស្ងួនលោកលីផ្ដល់មហូបចំណីសួរអត់មាត់ឯងស្រ
ស្អិតស្អាងបជាធ្វើកិច្ចការងារតបស្នងតម្រូវសងគុណអ្នកម្ដាយចិត្តឥនមកសើសូមម៉ែបាននៅណែបនិតចិត្តកគ្រួភ័យកូនសូមរស់ក្បាលអ្នកម៉ែជានិច្ចថ្ងៃអើយកុំភ្លេចចោលទ្វីបលោកីមុខមកពេលវេលាកន្លងទៅមិនបានឈប់ព្រឹងរំចាំអ្នកណាម្នាក់ដែរហើយខ្ញុំមានពេលវេលាតិចណាស់សម្រាប់សងគុណម្ដាយដែលធំធេងលើសលប់ពេលវេលាមិនបានឆ្លើយតបនឹងបំណងរបស់ខ្ញុំទេតើមានន័យទេសំណាងដែលខ្ញុំទទួលបានពេលថ្ងៃនេះទៅបើខ្ញុំបាត់បង់ម្ដាយជាស្រឡាញ់ស្នេហ៍ជីវិតរបស់ខ្ញុំនោះជីវិតគឺជាសមុទ្រដ៏ធំធេងដែលចូលហើយនាយឥតឈប់ឈរដោយពាក្យថាកើតចាស់ឈឺស្លាប់ដូច្នេះមានតែអំពើល្អនិងភាពកតញ្ញូតែប៉ុណ្ណោះដើម្បីបញ្ជានៅពីផ្លេកសារីទាំងឡាយដែលតែងតែមានក្នុងបេះដូងមនុស្សគ្រប់រូប